ចាជំរាបសួរមកបងប្អូនទាំងអស់គ្នានៅថ្ងៃនេះនាងខ្ញុំនិងក្រុមគ្រួសារក៏បាននាំគ្នាមកលេងនៅ Las Vegas បងប្អូនណាចាឥឡូវនេះគឺថានាងខ្ញុំនិងក្រុមគ្រួសារបានមកដល់ Las Vegas ហើយក៏បានបើកឡានមក Chinatown ចាមករកទិញម្ហូបញ៉ាំបងប្អូនចាក្រុមគ្រួសាររបស់នាងខ្ញុំក៏បានមកញ៉ាំអាហារនៅក្នុង restaurant ឈ្មោះថា Capital Seafood ចាឥឡូវបន្ទាប់ពីញ៉ាំអាហាររួចហើយក៏នាំគ្នាបើកឡានមក check in នៅក្នុង hotel បងប្អូនចា hotel នាងខ្ញុំគេងគឺថាមានឈ្មោះថា Treasure Island ចានាងខ្ញុំបានមកដល់ hotel ហើយបងប្អូនលើនេះគឺថាគ្រួសារនាងខ្ញុំកំពុងតែ check in hotel បងប្អូនណាចំណែកបន្ទប់របស់នាងខ្ញុំនិងក្រុមគ្រួសារវិញគឺថានៅជាន់ទី12បងប្អូនណាចាឥឡូវនេះក៏បានចូលមកដល់បន្ទប់ឲ្យបងប្អូនចាគឺថាយកក្រេ2ចាក្រេមួយសម្រាប់កូននាងខ្ញុំក្រេមួយទៀតសម្រាប់ខ្ញុំនិងក្រុមគ្រួសារនាងខ្ញុំណាចាឥឡូវនេះគឺថាកូននិងគ្រួសារនាងកំពុងតែមើលទេសភាពតាមមាត់បង្អួចចាគឺថាមើលឃើញ Encore Hotel ឃើញ Win Hotel ហើយនឹងឃើញ Palazzo Hotel បងប្អូននេះជាទស្សនវិជ្ជាមើលពីមាត់បង្អួចរបស់នាងខ្ញុំបងប្អូនណាចាបន្ទាប់មកទៀតគឺថាពួកនាងខ្ញុំក៏បានមកដើរលេងនៅកន្លែង fashion show ចាកន្លែងក្លក់អីវ៉ាន់ណាបងប្អូនណាចាបន្ទាប់ពីដើរលេងនៅកន្លែងហ្នឹងប្រហែលជា1ម៉ោងហើយចឹងទៅក៏បានដើរលេងនៅក្នុង Win Hotel ចាមក Win Hotel នេះគឺថាគេមានទឹកធ្លាក់បងប្អូនចាថាទឹកធ្លាក់ហ្នឹងស្អាតម្យ៉ាងដែរបងប្អូនចូលមើលសន្ទុះដែរចាបន្ទាប់មើលពីទឹកជ្រោះរួចហើយក៏បានចូលនៅក្នុង hotel បងប្អូនណាចានេះទស្សនវិជ្ជានៅក្នុង hotel Win ហ្នឹងគឺថាគេរៀបចំបានស្អាតបងប្អូនគឺថាគេមានលក់របស់របរនៅតាមផ្លូវអញ្ចឹងណាចាគឺថានាងខ្ញុំឃើញក៏បានថតជាវីដេអូជូនបងប្អូនទស្សនាចាហើយទៅនាងខ្ញុំក៏បានចូលមកខាងក្នុងគឺថាមានគេរៀបចំដូចជាផ្កាបងប្អូនចាដូចជាសួនច្បារចឹងឯងបងប្អូនគឺថាឃើញស្អាតហើយទៅមានcarousel សម្រាប់ឲ្យយើងមើលគឺថាសម្រាប់ដូចកូនក្មេងជិះចឹងក៏តែគេរៀបចំដាក់ជាផ្កាវិញបងប្អូនចាឃើញស្អាតមានផ្កាចម្រុះពណ៌ហើយដើមឈើវិញគឺថាគេបានដាក់ភ្លើងនៅតាមដើមឈើគឺថាស្អាតម្យ៉ាងដែរបងប្អូនពេលចូលដល់ទីកន្លែងគឺថាមានអារម្មណ៍ថាដូចនៅក្នុងរដូវពេលគ្រីស្មាស់ចឹងបងប្អូនណាចានាងខ្ញុំបានដើរលេងហើយដើរថតនៅទីកន្លែងនេះមកសន្ទុះដែរបងប្អូនចាពួកយូរបានមកលេងម្ដងចឹងទៅឃើញគេរៀបចំផ្លែចឹងក៏បានថតទុកជាអនុស្សាវរីយ៍បងប្អូនណាចាបន្ទាប់ពីបានមើលផ្កាហើយក៏បានចេញពី hotel Win ហ្នឹងក៏មកឈរមើលស្ពាចានាងខ្ញុំនិងក្រុមគ្រួសារអង្គុយមើលស្ពាដូរពណ៌ហ្នឹងគឺថាប្រហែលជាមួយសន្ទុះធំដែរបងប្អូនចាចំណែកអាកាសធាតុនៅ Las Vegas ពេលរដូវ Spring គឺថាមានអាកាសធាតុត្រជាក់ល្មមបងប្អូនណាចាឥឡូវនេះនាងខ្ញុំនិងក្រុមគ្រួសារក៏បានមកដល់ក្នុង hotel មួយទៀតមានឈ្មោះថា Venetian បងប្អូនណាចាក្នុង hotel នេះគឺថាគេមានជីទូកនៅក្នុង hotel ហ្នឹងចាហើយការរៀបចំនៅ hotel នេះគឺថាគេរៀបចំបានស្អាតបងប្អូនណាគឺថាមើលទៅទស្សនវិជ្ជាដូចទីក្រុង Venice ប្រទេសអ៊ីតាលីចឹងបងប្អូនចានាងខ្ញុំបានមកច្រើនដងដែរហើយក៏ប៉ុន្តែមិនដែលមានឱកាសថតជាវីដេអូជូនបងប្អូនទស្សនាដូច្នេះនៅថ្ងៃនេះខ្ញុំក៏បានឆ្លៀតពេលថតវីដេអូជូនបងប្អូនទស្សនាបងប្អូនណាចាឥឡូវសូមអញ្ជើញបងប្អូនតាមដានទស្សនាទស្សនវិជ្ជានៅក្នុង hotel នេះជាមួយនាងខ្ញុំបងប្អូនចាបងប្អូននៅកន្លែងនេះគឺជាកន្លែងដែលគេលក់ម្ហូបអាហារបងប្អូនណាដូច្នេះគេមាន restaurant ផ្សេងនៅខាងក្នុងហ្នឹងចាហើយទៅគេក៏មានលក់ជារបស់ souvenir ផ្សេងទៀតដែរបងប្អូនកន្លែងលក់សម្បុត្រជីទូគឺនៅក្បែរនេះដែរបងប្អូនចាហើយការរងចាំហ្នឹងក៏មិនសូវវែងដែរបងប្អូនព្រោះអីថ្ងៃនេះថ្ងៃ weekday ចឹងណាចាបងប្អូនមកថ្ងៃ weekend គឺថាកន្លែងទិញសម្បុត្រនេះគឺថាបងប្អូនទៅរងចាំរៀងវែងបន្តិចដែរបងប្អូនចាអ្នកជីគឺថាមានហូហែជាបន្តចឹងដែរណាបងប្អូនណាចាហើយទៅទស្សនវិជ្ជានៅទីនេះគឺថាមេឃគឺថាស្អាតជានិច្ចបងប្អូន
គឺថាមិនស្ទុំអញ្ចឹងណាចាគឺថាគេបានគូរូបនៅលើជញ្ជាំងហ្នឹងដូចជាផ្ទៃមេឃពិតៗចឹងបងប្អូនដូច្នេះនៅទីកន្លែងនេះគឺថា24ម៉ោងគឺថាមេឃហ្នឹងគឺថាពណ៌ចឹងរហូតបងប្អូនណាចាគេប្រកាយដាក់ភ្លើងឲ្យយើងអញ្ចឹងដូចពេកពិតចឹងបងប្អូនចាហើយនៅទីកន្លែងនេះគឺជាកន្លែងគេលក់អាយស្គ្រីមផងដែរចាអាយស្គ្រីមគេមានលក់ច្រើនប្រភេទបងប្អូនណាបងប្អូនអាចចង់សាកញ៉ាំប្រភេទមួយណាក៏បានដែរកូនប្រុសនេះខ្ញុំក៏បាន order អាយស្គ្រីមឈ្មោះថា Hazelnut ចាឥឡូវនេះក៏កំពុងតែញ៉ាំឲ្យបងប្អូនចាបងប្អូនឥឡូវនេះនាងខ្ញុំនិងក្រុមគ្រួសារក៏បានរៀបចំឆែកអៅបន្ទប់នៅក្នុង hotel នេះបងប្អូនណាចាដូច្នេះនាងខ្ញុំនិងក្រុមគ្រួសារក៏បានចុះមកខាងក្រោមហើយតែគ្រួសាររបស់នាងគាត់ក៏បានឆែកអៅក្នុងម៉ាស៊ីននេះឯងបងប្អូនចាដូច្នេះក្នុងម៉ាស៊ីននេះគឺថាឆែកអៅគឺថាស្រួលដែរបងប្អូនណាយើងមិនបាច់ចាប់វេតអនឡាញនៅកន្លែង customer service គេបងប្អូននៅកន្លែង front desk គេណាចាយើងធ្វើទៅផ្លេតហ្នឹងហើយចាបងប្អូនបន្ទាប់ពីបានឆែកអៅបន្ទប់ hotel រួចហើយនាងខ្ញុំនិងក្រុមគ្រួសារក៏បានមកញ៉ាំហ្វឺនៅក្នុង Chinatown ចាហ្វឺនេះមានឈ្មោះថាហ្វឺ7ចាហើយទៅគ្រួសារនាងខ្ញុំគាត់ក៏បានកំងហ្វឺហើយចាកូននាងខ្ញុំនិងក្រុមគ្រួសារនាងខ្ញុំគាត់ញ៉ាំហ្វឺមានសាច់មាន់ចាចំណែកនាងខ្ញុំគឺថានាងខ្ញុំយកហ្វឺដាក់តែបន្លែបងប្អូនចាបន្ទាប់ពីញ៉ាំហ្វឺរួចហើយនាងខ្ញុំនិងក្រុមគ្រួសារក៏បានមកមើល Fremont Street បងប្អូនណាចាកន្លែងនេះគឺថាគេមានដាក់ជា LED នៅខាងលើដំបូលគេបងប្អូនគឺថាដាក់វែងអញ្ចឹងបងប្អូនដូចនាងខ្ញុំបានថតជូនបងប្អូនអញ្ចឹងណាហើយនៅលើដំបូលហ្នឹងគឺថាភ្លើងគេហ្នឹងគឺថាបដូរពណ៌គ្រប់ប្រភេទបងប្អូនណាគេបានដាក់តាំងជារូបផ្សេងផងដែរចាកន្លែងនេះគឺថានាងខ្ញុំមកជាលើកទី1បងប្អូនចានាងខ្ញុំមកច្រើនដងដែរក៏ប៉ុន្តែអត់ដែលមានឱកាសមកលេងកន្លែងនេះណាចាដូច្នេះថ្ងៃនេះក៏បានមកលេងនៅទីនេះមកមើលកន្លែង Fremont Street នេះបន្តិចដែរចាពេលណាបងប្អូនមកលេងពេលយប់គឺថាមនុស្សច្រើនណាបងប្អូនណាចានាងខ្ញុំមកពេលព្រឹកចាអត់សូវមានមនុស្សឲ្យបងប្អូនចាបងប្អូនហើយវីដេអូរបស់នាងខ្ញុំក៏នាងខ្ញុំសូមបញ្ចប់នៅកន្លែង Fremont Street នេះផងដែរណាបងប្អូនណាដូច្នេះនាងខ្ញុំសូមអរគុណបងប្អូនច្រើនដែលបានតាមដានទស្សនាវីដេអូនាងខ្ញុំតាំងពីដើមដល់ចប់ចាជម្រាបលាបាយបាយ